កម្ពុជាថ្មីដែលគ្មានអ្នកមានគ្មានអ្នកក្រអាចកំបាំងរបស់ពលពតរាប់ពោះជាសជាមនុស្សមិនសូវចេះនិយាយស្ដីតែប្រកបដោយលក្ខណៈសម្បត្តិជាអ្នកគិតគូរវែងឆ្ងាយនិងមានបុគ្គលិកលក្ខណៈស្អាតបរិសុទ្ធគាត់មានសេចក្តីទុកចិត្តលើខ្លួនឯងយ៉ាងនឹងណដែលនាំឲ្យគេចូលចិត្តធ្វើតាមគាត់គ្រប់ពេលវេលាក៏ប៉ុន្តែគាត់បានក្លាយទៅជាគ្រូម្នាក់ខាងទ្រឹស្ដីកុម្មុយនីសហើយដែលគាត់បានយកមកអនុវត្តនៅប្រទេសខ្លួនឯងផ្ទាល់យ៉ាងចម្លែកគួរឲ្យតក់ស្លុតដោយមានការជួយជ្រោមជ្រែងពីសំណាក់លោក Maurice Thorey អគ្គលេខាធិការបកកុម្មុយនីសបារាំងដែលបានបង្កើតមជ្ឈមណ្ឌលសម្រាប់និស្សិតនិងការសិក្សាស្រាវជ្រាវពីលទ្ធិកុម្មុយនីសនោះគាត់បានសុំជួបបកនេះដើម្បីរៀបចំខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមនៅក្នុងខែមិថុនាឆ្នាំ1952គាត់បានចុះផ្សាយអត្ថបទមួយក្នុងទស្សនាវដ្តីជាភាសាខ្មែរឈ្មោះថាខេមរៈនិស្សិតក្រុមចំណងជើងថារាជាធិបតេយ្យឬប្រជាធិបតេយ្យក្នុងគោលបំណងបរិហាររិះគន់របបគ្រប់គ្រងរបស់សម្ដេចនរោត្តមសីហនុដែលមានខ្លឹមសារខ្លះៗថារាជាធិបតេយ្យគឺជាដំបៅចំហមុខមួយនិងស្អុយកគ្រុកអ្នកបដិវត្តបារាំងរុស្ស៊ីនិងចិនបានជំនួសរបបនេះដោយប្រព័ន្ធគ្រប់គ្រងមួយមិនអាចប្រៀបផ្ទឹមបាននិងមានរស្មីចែងចាំងភ្លឺដូចពេជ្រនៅទីក្រុងប៉ារីសនេះហើយដែលសបានជួបនឹងអៀងសេរីជួនប្រសិទ្ធហើយបានក្លាយទៅជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធបំផុតក្រុមនេះបានរស់នៅជុំគ្នានៅផ្ទះលេខ28វិថីហ្សាំងអង់ដ្រេដេសាសង្កាត់ឡាតាំងក្នុងអគារមួយដែលអៀងសេរីជួនមុំជួនប្រសិទ្ធនិងអុកសគុណព្រមទាំងនិស្សិតខ្មែរក្រហមផ្សេងទៀតបានរស់នៅតាមសម័យកាលខុសៗគ្នាមិនយូរប៉ុន្មានមានស្ត្រីខ្មែរម្នាក់បានជួបមករួមរស់នៅជាមួយនឹងក្រុមគេដែរឈ្មោះខៀវធីរិតជាកូនស្រីរបស់ចៅក្រមខ្មែរម្នាក់ដែលបានរៀបការជាមួយសេរីនៅទីនោះតែម្ដងប្រុសអ្នកទាំងពីរបានភ្ជាប់ពាក្យលើកចំនួនតាំងពីមុនពេលចេញដំណើរទៅស្រុកបារាំងម្លេះខៀវពន្ធរីដែលជាបងស្រីបង្កើតរបស់ធីរិតបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសជាមួយប្អូននាងបានជួបសាឡុតសនៅរាល់សម័យប្រជុំនៃមជ្ឈដ្ឋានម៉ាក់ស៊ីសនិយមដោយធីរិតជាអ្នកណែនាំឲ្យចូលរួមជាមួយនឹងគេសធ្លាប់បានសរសេរអត្ថបទជាច្រើនចុះផ្សាយក្នុងទស្សនាវដ្តីខេមរៈនិស្សិតដោយប្រើរហស្សនាមថាខ្មែរដើមចំណែកនិស្សិតដទៃទៀតក៏ប្រើឈ្មោះជារហស្សនាមដែរដូចជាខ្មែរឯករាជ្យពលករខ្មែរព្រោះដើម្បីកុំឲ្យគេកាត់ផ្តាច់អាហារូបករណ៍របស់ខ្លួនការប្រើរហស្សនាមខ្មែរដើមបានបង្ហាញឲ្យឃើញនូវគំនិតជាតិនិយមដ៏ខ្លាំងក្លាបំផុតនិងអំណត់ក្អេងក្អាងខុសប្លែកពីធម្មតារបស់សាឡុតសនិងប៉ុណ្ណារីបានរៀបការយកគ្នាជាប្តីប្រពន្ធនៅថ្ងៃទី14ខែកក្កដាឆ្នាំ1956ពេលត្រឡប់ពីប្រទេសបារាំងមកកាន់ទីក្រុងភ្នំពេញវិញនៅចុងឆ្នាំ1952ពេលដែលគាត់ឡើងជាកប៉ាល់ឈ្មោះ Zamax-X ដើម្បីត្រឡប់មកកម្ពុជាវិញគឺសមានខួរក្បាលផ្ទុកពោពេញទៅដោយគំនិតស្រមើស្រមៃពីការបដិវត្តជាស្រេចក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាកាត់ផ្តាច់អាហារូបករណ៍របស់គាត់ដោយសារប្រឡងយកសញ្ញាបត្រផ្នែកវិទ្យុអគ្គិសនីរបស់គាត់មិនបានជោគជ័យ3លើកជាប់គ្នាក្នុងមួយឆ្នាំម្ដងនឹងការធ្វើឲ្យមានភាពរំជើបរំជួលផ្នែកនយោបាយនៅទីនោះប៉ុណ្ណារីក៏ត្រូវបាត់បង់អាហារូបករណ៍ដែរដោយសារការធ្វើសកម្មភាពនយោបាយរបស់នាងក៏ប៉ុន្តែបងប្អូននាងអាចនៅបន្តរៀនសូត្រក៏ដោយសារប្រាក់កាសដែលឪពុកម្ដាយនាងផ្ញើទៅឲ្យសារីនិងប្រពន្ធគាត់បានរស់នៅក្នុងអគារនោះដដែលដើម្បីឲ្យនាងរៀនបញ្ចប់ប្រឡងយកសញ្ញាបត្រអក្សរសាស្ត្រផ្នែកភាសាអង់គ្លេសនៅសាលាសួរបានចំណែកសារីបានបោះបង់ការសិក្សារបស់ខ្លួនចោលដើម្បីធ្វើសកម្មភាពបដិវត្តវិញជាមួយជួនមុំគាត់
ធ្លាប់បានទៅចូលរួមមហោស្រពយុវជនកុម្មុយនីសអន្តរជាតិជាច្រើនដែលគេរៀបចំធ្វើឡើងនៅទ្វីបអឺរ៉ុបមុំដែលធ្វើប្រងើយកន្តើយនិងការគៀបសង្កត់ផ្សេងៗរបស់ក្រុងភ្នំពេញបានតាំងលំនៅឋានជាស្ថាពរនៅក្រុងប៉ារីសហើយបានក្លាយទៅជាមិត្តរួមមួយប្រៀបដូចជាឪពុកធម៌គេសម្រាប់និស្សិតកម្ពុជាដទៃទៀតដែលបានសូមជួយជាសមាជិកមជ្ឈដ្ឋានម៉ាក់ស៊ីសនិយមនេះកាន់តែច្រើនឡើងហើយក្រោយមកទៀតក្រុមទាំងនេះខ្លះបានក្លាយទៅជាមេដឹកនាំខ្មែរក្រហមដូចជាសុនសេននិងហ៊ូយុនជាដើមខ្មែរក្រហមដំបូងបង្អស់ក្នុងចំណោមខ្មែរក្រហមដែលចាកចេញពីក្រុងប៉ារីសមកកម្ពុជាវិញគឺសាឡុតសដែលបានមកដល់នៅខែមករា1953ហើយបានក្លាយទៅជាជនកុម្មុយនីសដំបូងម្នាក់ក្នុងចំណោមជនកុម្មុយនីសដំបូងដែលបានទទួលការបណ្ដុះបណ្ដាលពីពួកកុម្មុយនីសបារាំងសបានទៅរស់នៅជាមួយបងប្រុសគាត់ឈ្មោះលុតស៊ូងដដែលហើយសបាននិយាយប្រាប់ស៊ូងពីការធ្វើសកម្មភាពរបស់ខ្លួនក្នុងការងារស្ថាបនាផ្លូវមួយនៅប្រទេសយូហ្គោស្លាវីនិងសម័យប្រជុំជាសម្ងាត់មួយរបស់ក្រុមអ្នកតស៊ូកម្ពុជានៅប្រទេសអេស្ប៉ាញព្រមទាំងបាននិយាយសរសើរសហភាពសូវៀតមិនដាច់ពីមាត់ដែលធ្វើឲ្យបងរបស់គាត់ងឿងឆ្ងល់ក្នុងចិត្តជាខ្លាំងស៊ូងបានសន្និដ្ឋានថាពេលដែលសរស់នៅជាមួយនឹងគាត់ការរៀននៅអនុវិទ្យាល័យបច្ចេកទេសក្នុងក្រុងភ្នំពេញគឺសបានចំណាយពេលវេលាទាំងស្រុងទៅក្នុងការសិក្សារបស់ខ្លួនក្រោយមកស៊ូងបាននិយាយទៀតថាសជាយុវបរិម្នាក់ដែលគួរឲ្យស្រឡាញ់ចូលចិត្តភាពសាមញ្ញឧស្សាហ៍ព្យាយាមនិងថឹងមិនចូលចិត្តនយោបាយហើយពុំចេះដើរញ៉ែស្រីនិងផឹកសូរ៉ាឡើយវាប្រឹងប្រែងរៀនសូត្រណាស់គឺជាក្មេងប្រុសដ៏ល្អម្នាក់ពេលមកដល់ក្រុងភ្នំពេញសគឺជាសមាជិកម្នាក់របស់បកកុម្មុយនីសបារាំងស្រេចទៅហើយពុំមានការតាក់ទងនឹងបកណាមួយនៅកម្ពុជានោះទេដូច្នេះដើម្បីសម្រេចគោលដៅអាត់កំបាំងរបស់ខ្លួនសបានសម្រេចចិត្តទៅចូលរួមជាសម្ងាត់ក្នុងចលនារណសិរ្សឯកភាពអ៊ីស្រាអែលពលគឺជាចលនាដែលបង្រួបបង្រួមគ្នារវាងក្រុមខ្មែរអ៊ីស្រាអែលនិងចលនាកុម្មុយនីសខ្មែរក្រោមការត្រួតត្រារបស់វៀតណាមស្ថិតនៅភាគខាងកើតប្រទេសតាមរយៈបងប្រុសរបស់គាត់ម្នាក់ឈ្មោះថាលុតឆៃដោយបោះបង់បានបកកុម្មុយនីសបារាំងចោលបដូរយកបានបកកុម្មុយនីសឥណ្ឌូចិនដែលកំពុងធ្វើសកម្មភាពលួចលាក់វិញក្នុងសាខាបកមួយដែលមានជនកម្ពុជា10នាក់និងវៀតណាម10នាក់សត្រូវបានគេដាក់ឲ្យធ្វើការលើការងារមួយដែលគាត់វិនិច្ឆ័យថាប្រៀបដូចជាការងាររបស់ពួកកម្មករលីសែងអញ្ចឹងដែរអៀងធីរិតប្អូនថ្លៃគាត់បាននិយាយដឹងថាសនឹកឈឺចិត្តណាស់ដែលរូបគាត់ត្រូវបានគេចាត់ទុកដូចជាកសិករសាមញ្ញម្នាក់ហើយគាត់មើលឃើញថាមេដឹកនាំទាំងប៉ុន្មានអ្នករបស់គាត់សុទ្ធតែជាជនជាតិវៀតណាមពុំមែនជនជាតិកម្ពុជាដោយគាត់នាងបានបន្ថែមទៀតថានេះជាការសាកល្បងលុតដំមួយដែលធ្វើឲ្យគាត់នឿយហត់លំបាកយ៉ាងខ្លាំងពួកវៀតណាមបានដាក់និស្សិតក្រុងប៉ារីសទាំងអស់ឲ្យធ្វើការដោយឡែកពីគ្នាគឺឲ្យទទួលបន្ទុកចិញ្ចឹមមាន់ទាជ្រូកលាងសម្អាតបង្គន់ជួនកាលសាឡុតសមានករណីយកិច្ចត្រូវសែងអាចជំនួសពួកវៀតកុងទៀតផងគេមិនប្រកល់កិច្ចការនយោបាយឲ្យធ្វើទេសត្រូវបានទទួលបញ្ជាឲ្យត្រឡប់ចូលមកក្រុងភ្នំពេញវិញជាមួយបេសកកម្មពង្រឹងជំហរក្រមប្រជាធិបតេយ្យដើម្បីយកឈ្នះក្នុងការបោះឆ្នោតឆ្នាំ1955ក៏ប៉ុន្តែសម្ដេចនរោត្តមសីហនុបានធ្វើឲ្យខូចគម្រោងការរបស់គាត់ទាំងអស់ក្រោយឆ្នាំ1954អង្គការចាត់តាំងចេញមុខដ៏សំខាន់របស់ចលនាអ៊ីស្រាអែលបានក្លាយខ្លួនទៅជាក្រុមប្រជាជនដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ឆ្នាំ1955សម្ដេចព្រះមហាក្សត្របានតម្រូវឲ្យមានការរៀបចំបោះឆ្នោតសម្ដែងឆន្ទៈដោយប្រជាពលរដ្ឋបន្ទាប់មកព្រះអង្គបានដាក់រាជ្យដើម្បីថ្វាយទៅព្រះបិតាសុរាមរិទ្ធឡើងសោរិចវិញមុននឹងដឹកនាំធ្វើយុទ្ធនាការសម្រាប់គណៈបកសង្គមរាស្ត្រនិយមរបស់ព្រះអង្គដែលបានទទួលសម្លេងទុកចិត្ត 80% ហើយបានទទួលកៅអីទាំងអស់នៅក្នុងសភាជាតិត្រូវចាប់ខ្លួន
ត្រូវវិប្រហារដោយពួកប៉ូលីសក្រមប្រជាធិបតេយ្យបានត្រូវគេកំទេចឲ្យខ្ចាត់ខ្ចាយអស់ផ្លូវសម្រាប់អ្នកការតម្រង់នយោបាយត្រូវបិទជារៀងរហូតអំណេះតទៅការតស៊ូដើម្បីអំណាចបានដាក់ឲ្យសម្ដេចនរោត្តមសីហនុប្រឈមទៅនឹងក្រុមកុម្មុយនីសដែលកិច្ចខ្លួនទៅធ្វើសកម្មភាពដោយលួចលាក់វិញក្រុមប្រជាជនបានសហការជាមួយនឹងក្រុមនយោបាយខ្មែរផ្សេងទៀតក្នុងគោលដៅប្រឆាំងនឹងកាកសំណល់នៃអាណានិគមនិយមបារាំងនៅកម្ពុជាផងហើយប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុផងសបានទៅបម្រើការងារអស់ជាច្រើនខែជាមួយបណ្ដាក្រុមខ្មែរវៀតមិញនិងក្រុមខ្មែរអ៊ីស្រាអែលដែលមានក្រុមខ្លះបានមកចូលរួមក្នុងចលនាតស៊ូរ៉ាឌីកាល់ឆ្វេងនិយមដ៏ធូររលុងក្រោមការដឹកនាំរបស់ក្រុមប្រជាជនដែរក៏ប៉ុន្តែការដណ្ដើមបានឯករាជ្យរបស់កម្ពុជាពីបារាំងនៅឆ្នាំ1953បានធ្វើឲ្យសកាន់តែចូលជ្រៅទៅក្នុងអង្គការចាត់តាំងរបស់បកប្រជាជនបដិវត្តន៍ខ្មែរដែលជាគណៈបកកុម្មុយនីសខ្មែរដំបូងបង្អស់បង្កើតឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ1951ក្រោយឯករាជ្យប៉ុលពតមិនសប្បាយចិត្តនឹងការបន្តឥទ្ធិពលដ៏ខ្លាំងក្លារបស់វៀតណាមមកលើបកប្រជាជនបដិវត្តន៍ខ្មែរនិងមកលើកងកម្លាំងប្រដាប់អាវុធរបស់បកនេះទេការស្អប់ខ្ពើមរបស់សាឡុតសចំពោះនិស្សិតបញ្ញវន្តនិងបណ្ដាអ្នកនយោបាយដែលដណ្ដើមផលប្រយោជន៍និងអំណាចរឹតតែខ្លាំងឡើងនោះបានធ្វើឲ្យគាត់ធ្វើការកែតម្រង់មូលវិវត្តនិយមពលគឺរ៉ាឌីកាល់យ៉ាងឃោរឃៅបែបអត្តនោម័តវិញពេលគាត់បានឡើងកាន់អំណាចក្រោយមកសាឡុតសដែលនៅតែស្ថិតក្នុងទីក្រុងភ្នំពេញនោះបានទៅប្រកបវិជ្ជាជីវៈជាគ្រូបង្រៀនភាសាបារាំងប្រវត្តិវិទ្យានិងភូមិវិទ្យានៅវិទ្យាល័យឯកជនមួយឈ្មោះកម្ពុជាបុត្រសមត្ថភាពនិងអាកប្បកិរិយាមិត្តភាពរបស់គាត់បានធ្វើឲ្យគេឯងគ្រប់គ្នាកោតស្ញប់ស្ញែងគាត់ច្រើនស្លៀកពាក់ខោអាវបារាំងជើងវែងនិងពាក់អាវសេមីដៃខ្លីពណ៌សជានិច្ចគាត់បង្រៀនដោយធ្វើភ្នែកព្រឹមហាក់ដូចជានាំសិស្សឲ្យស្លុងទៅជាមួយភាពស្រណោះស្រណោកនិងរឿងផ្ទាល់ខ្លួនរបស់គាត់ដែរជុំវិញរូបគាត់គេសង្ស័យថាគាត់ជាជនកុម្មុយនីសម្នាក់ក៏ប៉ុន្តែមេរៀនទាំងឡាយរបស់គាត់ពុំដែលបង្ហាញឲ្យឃើញនៅការនិយាយយោងពីមនោគមវិជ្ជារបស់គាត់តតែសោះប្រពន្ធរបស់គាត់ខៀវប៉ុននារីដែលមានអាយុបងគាត់7ឆ្នាំនោះបានធ្វើជាគ្រូបង្រៀនការអក្សរសាស្ត្រនៅវិទ្យាល័យព្រះសិរវត្តដ៏ល្បីល្បាញនាងជាបញ្ញវន្តស្រីម្នាក់ដែលមានចរិតប្រកបប្រជានិងមានរាងស្អាតគូស្វាមីភរិយានេះបានធ្វើឲ្យអ្នករស់នៅជិតខាងងឿងឆ្ងល់ជាខ្លាំងដោយសារអ្នកទាំងពីរបដិសេធមិនជួលខ្ញុំបម្រើអ្នកទាំងពីរគិតថាសារៈសំខាន់គឺបកក្រោយបំពេញការងាររួចសដែលមិត្តជិតស្និទ្ធរបស់គាត់ស្គាល់ក្រុមឈ្មោះសម្ងាត់ថាប៉ុលនោះតែងតែទៅកាន់កន្លែងណាត់ជួបគ្នាជារឿយៗដើម្បីធ្វើសិក្ខាសាលាលួចលាក់មួយជាមួយនឹងអៀងសេរីនិងនួនជាដែលជាមិត្តថ្មីម្នាក់ត្រង់នេះសូមបញ្ជាក់ថាប៉ុលពតធ្លាប់ប្រើឈ្មោះសម្ងាត់ប្រហែល16ឈ្មោះឯណោះគាត់ក៏បានជ្រើសរើសក្រុមគ្រូបង្រៀនព្រះសង្ឃនិងក្រុមនិស្សិតដែលស្អប់ខ្ពើមអំពើអយុត្តិធម៌និងរបៀបរបបផ្ដាច់ការឲ្យចូលរួមក្នុងចលនារបស់គាត់ក្នុងបទសម្ភាសន៍មួយនៅឆ្នាំ1976ប៉ុលពតបាននិយាយថាកាលនោះមិនសូវមាននរណាស្គាល់ខ្ញុំទេទោះបីក្រុមសម្ងាត់របស់លន់នល់ដែលតាមដានខ្ញុំក៏មិនដឹងថាខ្ញុំជាអ្វីដែរទូសមុទ្រដែលធ្លាប់ធ្វើជាប្រធានរណសិរ្សឯកភាពអ៊ីស្រាអែលហើយដែលក្រោយមកធ្វើជាអគ្គលេខាបកប្រជាជនបដិវត្តន៍ខ្មែរនោះក៏មានគំនិតដូចសាឡុតសដែរគឺមានចំណាប់អារម្មណ៍ខ្លាំងក្នុងការកសាងបកប្រជាជនបដិវត្តន៍ខ្មែរឲ្យក្លាយទៅជាអង្គការខ្មែរមានទ្រង់ទ្រាយធំបរិសុទ្ធមួយដែលមានលទ្ធភាពប្រមូលរាល់សមាជិកភាពអ្នកប្រឆាំងរដ្ឋាភិបាលពីក្នុងចំណោមប្រជាកសិករបណ្ដាកម្មករទីក្រុងនិងបញ្ញវន្តដែលមិនពេញចិត្តនឹងរបបរស់នៅរបស់សម្ដេចព្រះនរោត្តមសីហនុការងារនេះបានបណ្ដាលឲ្យមានភាពតានតឹងជាមួយនឹងក្រុមវៀតណាមដែលនៅតែព្យាយាមត្រួតត្រាលើចលនាតស៊ូខ្មែរឆ្វេងនិយមនិងដែលប្រឆាំងសម្ដេចព្រះនរោត្តមសីហនុ